បរិះម្នាក់ត្រូវបានអ្នកជិតខាងប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួលនៅសង្កាត់ចំចៅទី1បរិះម្នាក់ត្រូវបានអ្នកជិតខាងប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 8:50 នាទីព្រឹកថ្ងៃទី 29 ខែមិថុនាឆ្នាំ 2020 នៅបន្ទប់ជួលលេខ 16 ភូមិត្រពាំងថ្លឹងទី1សង្កាត់ចំចៅទី1ខណ្ឌពោធិ៍សែនជ័យជនរងគ្រោះមានឈ្មោះវ៉ាតសាវុតអាយុ44ឆ្នាំមុខរបររត់ម៉ូតូកង់3ស្នាក់នៅបន្ទប់ជួលខាងលើមានស្រុកកំណើតក្នុងភូមិព្រាលទី2ឃុំថ្មពូនស្រុកកញ្ជ្រៀចខេត្តព្រៃវែងបើតាមប្រជាពលរដ្ឋនៅកន្លែងកាត់ហេតុប្រាប់អ្នកសារព័ត៌មានឲ្យដឹងថានៅមុនពេលកាត់ហេតុមានឡានដឹកសម្រាមចូលមកយកសម្រាមនៅចំណុចផ្ទះជួលខាងលើតែទើសនឹងម៉ូតូកង់3របស់ជនរងគ្រោះដែលចតទុកមុខបន្ទប់ជួលក្បែរនោះឃើញដូច្នោះមានអ្នកក្បែរខាងរត់ទៅតាមហៅជនរងគ្រោះដើម្បីឲ្យយកម៉ូតូកង់3ចេញតែហៅមិនងើបសោះចូលទៅមើលស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយទើបបង្កមានការភ្ញាក់ផ្អើលតែម្ដងជនរងគ្រោះឆ្លងកាត់ការពិនិត្យនិងកសលវិច័យឃើញថាស្លាប់ដោយសារគាំងបេះដូងលែងដំណើរការរួចទំនាក់ទំនងទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត